បងប្អូនដែលមិនទាន់ចេះរៀបចំ Page អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបរៀបចំ Page ឲ្យបងប្អូនបានមើលទាំងអស់គ្នាបាទអញ្ចឹងបងប្អូនចូលមកទម្រង់ក្នុង Facebook របស់បងប្អូនមកបាទបន្តមកទៀតបងប្អូនយកកន្លែងនេះបាទបងប្អូនមកកន្លែងនេះមកបាទបន្តមកទៀតបងប្អូនធ្វើការផ្លាស់ប្ដូរវាទៅទម្រង់ Page នេះបាទបងប្អូនចុចមកកន្លែង profile មកបាទនេះបន្តមកទៀតបងប្អូនយកកន្លែងនេះបាទកន្លែង tray 3នេះកន្លែងខ្ញុំដាក់ខ្វះទៅខ្វះមកហ្នឹងបាទចុចចូលមកបន្តមកទៀតបងប្អូនយកកន្លែងនេះបាទកន្លែង edit បន្តមកទៀតបងប្អូន scroll ឡើងលើបន្តមកទៀតបងប្អូនយកកន្លែងនេះបាទនេះកន្លែង edit ទៅខាងស្ដាំដៃនេះបាទចុចយកកន្លែងហ្នឹងមកតមកវានឹងចេញទម្រង់បែបនេះវាកន្លែង address ខាងលើនេះបាទចុចចូលមកតមកបងប្អូនដាក់អាសយដ្ឋានបាទហើយបន្តមកទៀតបងប្អូនចុច save នៅខាងក្រោមនេះ save បាទ save មកបាទកន្លែងនេះគេដាក់ city បានទីក្រុងបាទបងប្អូនចង់ដាក់នៅទីក្រុងណាបាទនេះនៅខាងលើគេនេះបងប្អូន select ខាងលើគេហ្នឹងមកបាទហើយ save កន្លែងនេះ zip code បាទ zip code បងប្អូនដាក់តាមខ្ញុំក៏បានដែរចុច save ទៀតមកបាទកន្លែងនេះគេឲ្យ add location បាទ add location map ឥឡូវដោយសារតែ location យើងនៅក្រៅប្រទេសនៅប្រទេសថៃអញ្ចឹងនៅពេលដែលចូលមកគឺនៅក្នុងទីក្រុងបាងកកថៃហើយស្រាប់បាទអញ្ចឹងយើងជ្រើសរើសទីតាំងដាក់មកនៅកន្លែងណាបាទបងប្អូនឆ្លាញ់កន្លែងណាដាក់កន្លែងហ្នឹងមកបាទខ្ញុំចុច save មកបាទបន្ទាប់ពីដាក់រួចហើយចុច save កន្លែងនេះបាទsave មកបន្តមកទៀតបងចុច save ខាងក្រោមនេះមកតង់ទៀតបាទឥឡូវនេះយើងទៅដាក់រូប profile វិញម្ដងបាទ profile ដាក់ profile មកឈូស profile បន្ទាប់ពីដាក់ profile រួចហើយបងប្អូនដាក់ cover ម្ដងបាទដាក់ cover នេះបាទ save បាទទាំង profile ទាំង cover និងទីតាំងដាក់រួចហើយឥឡូវយើងចូលមកកន្លែង see more នេះមកបាទនេះកន្លែង see more ចុចមកបាទកន្លែងនេះគេឲ្យយើងដាក់description បាទបានន័យថាបងប្អូនពិពណ៌នាចង់ដាក់វាអ្វីក៏បានដែរបងប្អូនសេរួចហើយ save នៅខាងក្រោមនេះមកណាបាទ save នៅខាងក្រោមនេះបាទកន្លែងនេះគេឲ្យ add link website បងប្អូនអត់មានទេចុច skip វាទៅបាទ skip មកនិងកន្លែងនេះទៀតបងប្អូនចុច skip ទៅបាទ skip វាទៅមិនបាច់ដាក់ក៏បានដែរបាទអត់មានតម្រូវការក៏ដាក់ទេកន្លែងហ្នឹងបន្ទាប់ពីរៀបចំបានរួចហើយគឺវាបាត់ហើយលែងមានហើយឃើញអត់បងប្អូនបាទ Page យើងស្អាតចាស់ 100% បាទបន្តមកទៀតបងប្អូនចូលមកកន្លែង about នេះមកនេះ about ណារួចហើយបងប្អូនយកកន្លែងនេះបាទ see more នេះបាទ see your about info នេះបាទនេះបងប្អូនចង់បន្ថែមអីទៀតក៏បន្ថែមទៅបាទហើយនេះadd hometown អីហ្នឹងបាទ city របស់បងប្អូនបាទដាក់នៅភ្នំពេញក៏បានដាក់នៅក្រៅប្រទេសក៏បានដែរបាទចឹងការរៀបចំ Page ខ្ញុំបង្ហាញតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងស្វែងយល់ខ្លួនឯងបន្ថែមទៀតបាទ